នាងខ្មោចល្បីថានាងកាចសាហាវណាស់មែនទេឆាប់ចេញមកមិនយូរនាងខ្មោចក៏បានចេញមកម្ដងទៀតតើជាអ្វីទៀតហើយគ្រប់គ្នាដូចជារំខានយើងណាអូឯងតើឯងមកទីនេះធ្វើអីយើងល្បីថានាងឯងជាខ្មោចតៃហោងកាចសាហាវណាស់តើមែនទេយើងសួរឯងតើមកទីនេះធ្វើអីយើងមកនេះមកយកនាងទៅធ្វើជាបរិវារនោះអីខ្មោចកាន់តែសាហាវយើងកាន់តែចង់បានបើឯងខ្លាំងចូលមកពួកមនុស្សតែងតែគិតថាខ្លួនឯងល្អចំណែកខ្មោចសត្វព្រៃគឺជាជនអាក្រក់ឲ្យតែពួកឯងឃើញគឺសម្លាប់គឺប្រហារបើបែបនោះហើយតើអ្នកណាជាជនអាក្រក់ពិតនោះកុំនិយាយច្រើនទទួលយកទៅគ្រូខ្មោចបានសូត្របាលីដើម្បីចាប់វិញ្ញាណខ្មោចតែគ្រប់យ៉ាងមិនស្រួលនោះឡើយងាប់ទៅអាមនុស្សអាក្រក់ខ្មោចនាងណានបានធ្វើឲ្យគ្រូខ្មោចរងរបួសជាខ្លាំងនាងអាក្រក់ណាស់យើងមិនលើកលែងឲ្យនាងទេគ្រូខ្មោចដូចគ្នាគាត់ក៏បានស្លាប់ក្នុងដៃនាងខ្មោចតែម្ដងអ្នកណាក៏ដោយឲ្យតែហ៊ានបំផ្លាញយើងអ្នកនោះត្រូវតែងាប់បន្ទាប់ពីមានមនុស្សស្លាប់អស់ជាច្រើនដំណឹងនោះក៏បានដឹងដល់លោកមេភូមិនៅផ្ទះមេភូមិលោកប្អូនសូមជួយដោះស្រាយរឿងខ្មោចដើម7ផងគ្រប់គ្នាខ្លាចរអានណាមិនអីទេមីងខ្ញុំនឹងព្យាយាមដោះស្រាយចុះខ្ញុំសង្ឃឹមលើលោកប្អូនហើយណាឆាប់ដោះស្រាយកាន់តែឆាប់កាន់តែល្អណាបាទមីងសូមមីងកុំខ្លាចអីបន្ទាប់ពីមិញចេះចេញផុតសោភាដែលជាគូដណ្ដឹងលោកមេភូមិក៏បានមកដល់ល្មមបងសធាតើមានរឿងអីទៅបងសោភានេះអូនមកតែម្នាក់ឯងទេឬចុះពុកអូននោះចាអូនមកតែម្នាក់ឯងទេមែនហើយអូនគឺភូមិយើងមានខ្មោចលងហ្នឹងណាមិនត្រឹមតែប៉ុណ្ណោះថែមទាំងសម្លាប់មនុស្សទៀតផងរឿងនេះប៉ាទេប៉ាជាគួរឲ្យខ្លាចណាស់អូននៅទីនេះសិនហើយណាកុំតន់ទៅស្រុកវិញអីបងខ្លាចអូនមានគ្រោះថ្នាក់ចាបងលុះអស់ប៉ុន្មានថ្ងៃក្រោយមកសុធាននិងសោភាក៏បានសម្រេចទៅកាន់ដើមអំពិលនោះទៅនៅក្បែរដើមអំពិលតើដើមអំពិលនេះពិតជាមានខ្មោចមែនទេលើសំឡេងពីរោះដូចជាសុភាពបរោះដែលខ្លួនរងចាំខ្មោចនាងណានក៏បានចេញមកយ៉ាងលឿនលោកមេភូមិខ្ញុំនឹកលោកមេភូមិណាតែបំផុតលោកមេភូមិមករកខ្ញុំហើយលោកមើលខ្ញុំស្អាតដែរទេហេតុអីបានជានាងរងចាំខ្ញុំតើនាងជានរណាលោកមិនចាំនារីម្នាក់ដែលលោកបានជួយពីពួកចៅទេមែនទេគឺនាងមែនទេបងអូនខ្លាចណាស់បងពួកយើងទៅវិញទៅអីអូនកុំខ្លាចអីនាងខ្មោចខ្ញុំចាំបានហើយតែហេតុអីបានជានាងស្លាប់បែបនេះគឺពួកវាបានសម្លាប់ខ្ញុំពួកវាសំតែងាប់បែបនេះហើយមានន័យថាពួកគេពិតជាស្លាប់ដោយសារតែនាងមែនទេមែនហើយពួកវាសំតែជួបបែបនេះ